video នេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាតាក់ទងជាមួយនឹងការ edit ហើយនិង update អញ្ចឹងមុននឹងចូលទៅដល់ video អ្នកគ្នាសូមជួយ subscribe channel ខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងទឹកចិត្តសម្រាប់ខ្ញុំធ្វើ video បន្តទៀតអញ្ចឹងណាអ្នកគ្នាហ្នឹងហើយអរគុណច្រើនអ្នកគ្នាទុកជាមុនអញ្ចឹងដំបូងនៅក្នុង table ខ្ញុំនេះគឺខ្ញុំបានលុប data ចោលអស់ហើយអញ្ចឹងខ្ញុំចូលមកកាន់ folder របស់ខ្ញុំប៉ុណ្នេះនៅក្នុង form 1 អូខេប៉ុណ្នេះខ្ញុំសូមបញ្ចូល data ចូលខ្លះព្រោះខ្ញុំបានលុបចោលអស់ខ្ញុំបញ្ចូល4អូខេប៉ុណ្នេះអញ្ចឹងមានថានៅពេលយើងបញ្ចូលបានប៉ុណ្្នឹងហើយយើងចង់ឲ្យមានប៊ូតុង edit ដើម្បីដល់ពេលយើងចុចទៅលើ edit ហ្នឹងព័ត៌មានដែលយើងបាន show នេះឲ្យវារត់ទៅកាន់នេះ field input មួយនេះវិញហើយដល់ពេលយើងចុចកន្លែងនេះយើងបដូរទៅជា update វិញពេលយើងចុចទៅឲ្យវា update មកកាន់កន្លែងហ្នឹងវិញអញ្ចឹងយើងត្រូវមិនចាំមានថានៅក្នុងនេះយើងត្រូវបន្ថែមedit មួយទៀតទៅអញ្ចឹងចូលមកក្នុងនេះខ្ញុំដាក់ text A មុនដំបូងអ្នកគ្នាបង្កើត file មួយសិនមកបង្កើតថា edit.php and then អ្នកគ្នា connect នេះឲ្យមក connect database include slash connect អូខេប៉ុណ្ណឹងហើយយើងបិទវិញមកអូខេហើយក្នុងនេះខ្ញុំសូមបង្កើត form មួយខ្ញុំដាក់ហើយកន្លែងនេះខ្ញុំឲ្យវា execute នៅមានថាយើងទៅសេ php SQL ឯនៅក្នុង access 1នេះតើនេះអញ្ចឹងយើងដាក់នេះមកយើងដាក់ថា access 1ប៉ុណ្ណឹងហើយយើងបញ្ជូនតាមរយៈ method post អូខេបន្តមកទៀតនៅក្នុងនេះខ្ញុំសូមដាក់ input ដាក់អូខេឃើញថាវាខ្ញុំដាក់ name ប៉ុណ្នេះពេលនេះខ្ញុំសូមចុះបន្ទាត់ចេះព្រោះខ្ញុំធ្វើឲ្យតែបានហើយតែនេះទេខ្ញុំអត់មានដាក់ style ដាក់អីទេបើសិនជាពេលអ្នកគ្នាមើលឲ្យចេះអ្នកគ្នាចង់ធ្វើវាស្អាតអ្នកគ្នាធ្វើទៅគឺវាអត់អីទេដោយសារនេះខ្ញុំឲ្យធ្វើឲ្យតែបានមកកើតអញ្ចឹងកុំឲ្យវាវែងណាវីដេអូវាវែងបន្តមកទៀតនៅក្នុងនេះខ្ញុំដាក់ថា submit to ហើយកន្លែងនេះខ្ញុំដាក់ទៅជា update វិញដោយសារតែនៅពេលដែលយើងចុចប៊ូតុន edit ឲ្យវាមក show a form នេះវិញអញ្ចឹងណាចាំពេលយើងធ្វើហើយអ្នកគ្នាដឹងនៅក្នុងនេះអ្នកគ្នាដាក់ file edit ហ្នឹងមកអូខេឃើញថា AI វា alert ឲ្យខ្ញុំស្រាប់អញ្ចឹងអ្នកគ្នាទៅសេអញ្ចឹងដែរមកព្រោះខ្ញុំត្រូវតែសេអញ្ចឹងដែរអញ្ចឹងមានន័យថាឥឡូវមិនបាច់ទាន់បញ្យល់ទេអ្នកគ្នាទៅសេតាមខ្ញុំសិនចាំពេលចេញលទ្ធផលចាំខ្ញុំបញ្យល់ថាហេតុអីអញ្ចឹងកន្លែងហ្នឹងវាស្តៀងទៅនឹង delete ដែរទេតើនេះយើងធ្វើប៉ុណ្ណឹងមកអញ្ចឹងនៅក្នុង form 1នេះគឺយើងដាក់ប៉ុណ្ណឹងបន្ថែមប៉ុណ្ណឹងបន្ទាប់ពីហ្នឹងយើងមកចូល file នេះចូលនេះហើយយើងចាប់ផ្ដើមធ្វើការទៅសេ PHP SQL មានន័យថាយើងធ្វើការ select យកអ្វីដែលយើងបាន edit ណាយើងចុច edit ឲ្យវា show នៅ data ក្នុងrow នីមួយ show នៅក្នុង field នេះតើណាអញ្ចឹងខ្ញុំសូមបើក PHP មួយ PHP អូខេឃើញថា AI វានេះឲ្យខ្ញុំស្រាប់ដល់អញ្ចឹងពេលខ្លះខ្ញុំខ្ជិលសេដែរនៅខ្ញុំដាក់ចេះមកដាក់ if person bar is set វាមកអស់លេងបាត់ហើយអូខេលោកនេះចេញវិញក៏មកអ្នកគ្នានេះបន្ទាប់ពីអ្នកគ្នាទៅសេតាមខ្ញុំប៉ុណ្នេះមកនេះប៉ុណ្ណឹងមកបន្ទាប់ពីប៉ុណ្ណឹងហើយអ្នកគ្នា
អាចយកអានេះយកមកដាក់នៅក្នុងនេះក៏បានដែរតើណាអញ្ចឹងខ្ញុំយកអាហ្នឹងដាក់នៅក្នុងហ្នឹងមក Control X ហើយខ្ញុំប្រើ comment ប៉ុន្តែកន្លែងនេះយើងត្រូវបើក PHP 3 PHP ឥឡូវខ្ញុំមិនបាច់ដាក់នៅក្នុងហ្នឹងខ្ញុំដាក់ក្រៅវិញអ្នកគ្នាមិនបាច់ឆ្ងល់ទេថាមិនបានយើងដាក់ក្នុងនេះកើតមិនបានយើងដាក់ក្នុងនេះកើតដោយសាររបៀបធ្វើវាមានច្រើនអញ្ចឹងអ្នកគ្នាហ្នឹងហើយហើយបើសិនអ្នកគ្នាចេះរបៀបមួយណាអ្នកគ្នាធ្វើតាមរបៀបមួយហ្នឹងទៅ បើចេះច្រើនរបៀបធ្វើទាំងពីរទៅអញ្ចឹងណាអូខេអានេះមិនថាអានេះដូចអាមុនដែរខ្ញុំបាច់យល់ទេបន្ទាប់ពីវាចាប់ផ្ដើម select បាន successful ហើយខ្ញុំតាំងដុល្លារ row មួយដុល្លារ row ស្មើនេះប៉ុណ្ណេះឥឡូវខ្ញុំបាច់ធ្វើចឹងខ្ញុំធ្វើចឹងវិញ rest gender បើសិនបើ rest ហ្នឹងវាមិនថាវាធ្វើការបានជោគជ័យខ្ញុំឲ្យដុល្លារ row ខ្ញុំតាំង variable មួយ smooth dollar row ស្មើនឹងដុល្លារ rest point ទៅកាន់នេះ fetch associate នេះមកប៉ុណ្ណឹងមកខ្ញុំលុបអានេះចេញអូខេយើងធ្វើប៉ុណ្ណឹងមកបន្តមកទៀតមានន័យថាអានេះវានេះ variable row នីមួយៗនេះវាបានទៅចាប់យក data នៅក្នុង database របស់យើងតោះណាវាថាយើងចុចទៅលើ ID លេខ1មានន័យថាយើងវាចាប់យក data នៅក្នុង ID លេខ1ហ្នឹង1 row អញ្ចឹងណាតោះណាអូខេឥឡូវចាំជាក់ស្ដែងខ្ញុំនៅក្នុងនេះខ្ញុំដាក់ value អូខេខ្ញុំតាម AI អ្នកគ្នាក៏ត្រូវតែសេអញ្ចឹងដែរពួកខ្ញុំក៏ត្រូវសេអញ្ចឹងដែរគាត់ថាខ្ញុំខ្ជិលឲ្យវីដេអូនឹងវាវែង value ប៉ុណ្ណឹងមកអូខេបន្ទាប់ពីអ្នកគ្នាទៅសេបានប៉ុណ្ណឹងហើយអ្នកគ្នាចាប់ផ្ដើមធ្វើការ edit ចុច edit ណាអញ្ចឹងកន្លែងណា edit របស់យើងនេះយើងបានចុច edit ឥឡូវខ្ញុំមកសាកចុចចិនថាវាយ៉ាងម៉េចអូខេខ្ញុំចុច ID លេខ4 ID លេខ4មិញហ្នឹងឈ្មោះអីគេអូខេ PHP ឥឡូវខ្ញុំចុច ID លេខ2 JavaScript អូខេវាជា JavaScript អញ្ចឹងមានន័យថាម៉េចឥឡូវខ្ញុំបញ្យល់អ្នកគ្នាយើងបានបន្ថែម button edit មានន័យថាយើងបន្ថែម edit នៅក្នុង row នីមួយៗដែលយើងបាន fix មកតោះនេះ fix នៅក្នុង form នេះfix ចាំមានថាយើងបានចុចទៅលើ button edit អញ្ចឹង button edit យើងចុចទៅលើ button edit ចំ ID លេខម៉ានឥឡូវខ្ញុំចុចចំ ID លេខ1ឈ្មោះ Piron អូខេវាមក show data ដែលនៅក្នុង ID លេខ1ហ្នឹងអញ្ចឹងមានន័យថាម៉េចនៅពេលដែលយើងចុច ID លេខ1វាបាននេះវាយើងបានចុចទៅលើ ID លេខ1ហ្នឹង ID លេខ1ហ្នឹងមានថាវាចាប់ផ្ដើមធ្វើការ select ឲ្យយក data ដែលនៅក្នុង row ដែលមាន ID លេខ1តោះនេះដែលមាន ID លេខ1នេះ ID លេខ1អញ្ចឹងវាចាប់យកមកបើសិនយើងចុចចំ edit លេខ3វាចាប់យកលេខ3មកតោះនេះតាមរយៈយើងទៅសេកូដនេះយើងចាប់បាន ID លេខ3អញ្ចឹងវា select យក ID លេខ3បន្ទាប់មកនេះអានេះវាចូលទៅចាប់យក data ចេញពី row ដែលមាន ID លេខ3ដល់ចាប់ប៉ុណ្ណឹងហើយអានេះវាចាប់ទៅយក field name មួយនេះមាន email name ចឹងទៅហ្នឹងគឺលក្ខណៈបែបហ្នឹងអូខេអញ្ចឹងឃើញថា edit របស់យើងគឺបានជោគជ័យហើយតោះណាអញ្ចឹងយើងធ្វើការ update អញ្ចឹងមានន័យថាពេលយើងចុច button submit នេះវាថា submit យើងចុច button លើ submit to អញ្ចឹងមានថាវាឲ្យ access ទៅ file access 1អញ្ចឹង file access 1ហ្នឹងធ្វើការមានថាធ្វើការកណនី execute ណាដែលយើងទៅសេ SQL នៅក្នុងហ្នឹងអញ្ចឹងណាអូខេខ្ញុំធ្វើការ update អញ្ចឹងឃើញថា AI វានេះមកខ្ញុំទៀតឥឡូវខ្ញុំសរសេរឲ្យអ្នកគ្នាមកទៅ is set
$, method post ដោយសារយើងដាក់ method post ដោយសារតែយើងបាននេះក្នុង edit នេះយើងបានដាក់ method post អញ្ចឹងយើងត្រូវបញ្ជូនតាមរយៈ method post ទៅណាអូខេ method post តាមរយៈអីគេតាមរយៈ submit to អញមកអស់លេងនៅអ្នកគ្នាឃើញថាវាដដែលទេដូចយើង insert អញ្ចឹងដូចយើង insert អាមុនអញ្ចឹងនេះវាមានខុសអីគ្នាអញ្ចឹងខ្ញុំដាក់តាម AI ហ្មងទៅហើយអ្នកគ្នា save ប៉ុណ្ណឹងមកអញ្ចឹងឥឡូវនេះយើងត្រូវដូរព្រោះអីយើងជូនតាមរយៈ method post យើងអត់ដាក់ method get បានទេអូខេបន្ទាប់ពីនេះនេះប៉ុណ្នេះនេះបើសិនអ្នកគ្នាចង់សរសេរឲ្យចាំដៃឬអីអ្នកគ្នាសេមកបើសិនអ្នកចង់សរសេរទេចង់ដឹងចូល SQL នេះមកចុច update patch copy ពងទៅហើយយើងយកមកផាសមកហើយយើងកែប្រែវាតាមហ្នឹងណាអូខេអាហ្នឹងបើសិនអ្នកគ្នាចង់សរសេរបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងចូលទៅកាន់edit នេះចូលទៅកាន់ edit នេះអញ្ចឹងប៉ុណ្នេះយើងអត់ទាន់បានជោគជ័យអ្នកគ្នាអាចអត់ទាន់យល់ពេលខ្ញុំបន្ថែមនេះ AI alert ឲ្យខ្ញុំនេះវិធី comment ឲ្យខ្ញុំណាពេលខ្ញុំអ្នកគ្នាអាចនឹងអត់ទាន់យល់ហើយហ្នឹងអញ្ចឹងខ្ញុំសូមលុបចេញវិញសិនតែខ្ញុំចុច update ឲ្យអ្នកគ្នាមើលខ្ញុំចុច ID លេខ4 PHP ខ្ញុំដាក់222ចឹងទៅខ្ញុំចុច update ឃើញថាវា connect ទៅកាន់ database មែនប៉ុន្តែយើងមើល update របស់យើងបាន successful ឡើយគឺអត់បាន successful ទេដោយសារអីដោយសារតែនៅពេលដែលយើងចុច button submit ពងអញ្ចឹងមានថាអត្តន័យយើងបានកែនេះដែលយើងបានកែនេះពេលយើងចុច update វាអត់ដឹងថា update នៅ row ដែលមាន ID លេខប៉ុន្មានទេតោះនេះអញ្ចឹងមានថាវាអត់ស្គាល់ទេអញ្ចឹងយើង update ក៏យើង update អត់បានដែរតោះណាអញ្ចឹងយើងត្រូវដាក់ button យើងត្រូវដាក់ input មួយដែលចាប់យក ID តោះនេះinput មួយនេះឃើញថាប្រព័ន្ធនេះឥឡូវនៅក្នុងនេះខ្ញុំនឹងដាក់ text សិនអូខេឥឡូវយើងចុច button edit បាច់សាមី ID លេខ4ណាបាច់ឃើញវាចាប់បាន ID លេខ4អញ្ចឹងមានថានៅពេលដែលយើងចុច edit យើងចុចបានយើងបានចុច button edit ដែលចំ ID លេខ4ចំ ID លេខ4អញ្ចឹងវាយក data ទាំងអស់យកមក show នៅ data ដែលនៅក្នុង row ID លេខ4ណានេះ ID លេខ4នេះវាមក show នៅក្នុង field នីមួយអញ្ចឹងមានថាពេលយើងចុច edit អា form នេះវានៅ ID លេខ4តើនេះយើងចុច edit ចាំ ID លេខ4អញ្ចឹងមានថានៅពេលដែលយើងចុច update អញ្ចឹងវាបានបញ្ជាក់ឲ្យថាយើង update នៅ row មួយណានៅអញ្ចឹងមានថា update នៅ row ដែលមាន ID លេខ4អញ្ចឹងវាទៅ update ID ជួរ row ដែលមាន ID លេខ4ហ្នឹងតោះនេះបើមិនជាយើងអត់ដាក់អញ្ចឹងទេមានថាពេលយើងចុច update ទៅវាអត់ដឹងថា update ID នៅជួរ row លេខប៉ុន្មានទេអញ្ចឹងអាហ្នឹងអាចថាអ្នកគ្នារៀងពិបាកយល់បងឬបងមួយចំនួនដែលគាត់ទើបចាប់ដើមអាចថារៀងពិបាកយល់ប៉ុន្តែអ្នកគ្នាព្យាយាមគិតទៀតព្រោះនេះហ្នឹងហើយគិតតយល់បន្តមកទៀតខ្ញុំចុច update ឃើញថាវាអត់អីទេព្រោះយើងអត់បានកែឥឡូវខ្ញុំដាក់3ដើមយើងចុះខ្ញុំចុច update ពងឃើញហើយនេះវាមក3យើងមើលនៅក្នុងនេះក៏វាមក3ដែរយើង refresh សិនអូខេឃើញហើយនេះ3អញ្ចឹងមានថាយើងចុច edit patch វាចាប់យក ID លេខ4អូខេអញ្ចឹងក្នុង form ហ្នឹងវាចាប់បាន ID លេខ4ហើយ row ដែលមាន ID លេខ4ដល់ពេលយើងចុច update patch ក៏វា update ទៅកាន់ ID លេខ4ដែរព្រោះយើងបានដាក់ ID ឲ្យវាតោះនេះនេះឃើញវាមកអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាអរគុណច្រើនបើមានចម្ងល់អីអ្នកគ្នាអាច comment សួរឬក៏ឆាតមកខ្ញុំតាមរយៈ social media របស់ខ្ញុំដែលខ្ញុំបានដាក់នៅខាងក្រោម channel របស់ខ្ញុំណាអញ្ចឹងអរគុណច្រើនអ្នកគ្នា Good luck